ចាជំរាបសួរបងប្អូនអរគុណព្រះសម្រាប់សេចក្តីសុខសាន្តនិងសប្តាហ៍ថ្មីដែលយើងបានជួបគ្នាសារជាថ្មីនៅក្នុងមេរៀនទី14ចាតទៅនឹងទី9ទី5ចាមេរៀនទី14គឺធរណីវាចាអញ្ចឹងថ្ងៃនេះដែរយើងនឹងមកសំត្រីកោណចាគេដាក់ថាចូលសំត្រីកោណ PQR ដែលមានជ្រុង PQ ស្មើនឹង6សង់ទីម៉ែត្រជ្រុង QR ស្មើនឹង4សង់ទីម៉ែត្រនិងមុំ PQR ស្មើនឹង100ដឺក្រេចាអញ្ចឹងមុននឹងចាប់ផ្ដើមសំយើងបង្ហាញបន្ទាត់កូនចានេះគឺជាបន្ទាត់ដែលយើងត្រូវយកមកសំចាហើយបើកូនសំក្នុងភ័យយើងប្រើបន្ទាត់តូចមែនទេកូនចាអញ្ចឹងនេះដោយសារតែបើសិនជាអ្នកគ្រូរាប់ពីនេះដល់នេះវាវែងពេកចឹងយកដល់4យើងរាប់ដល់4គឺវាវែងហើយវាធំអញ្ចឹងអ្នកគ្រូសុំកាត់ត្រឹមនេះចាមកប្រឡោះនេះអ្នកគ្រូរាប់1សង់ទីម៉ែត្រអញ្ចឹងដល់កន្លែងលេខស្មើនឹង2សង់ទីម៉ែត្រអញ្ចឹងអ្នកគ្រូរាប់បែបហ្នឹងណាកូនចា2 4ចឹងត្រឹមលេខនេះចាអញ្ចឹងនេះគឺយើងដាក់បន្ទាត់មកចា4សង់ទីម៉ែត្រអញ្ចឹងយើងគុំមកនេះចាយើងសង់មក4សង់ទីម៉ែត្រអញ្ចឹងកូនឃើញទេនេះអ្នកគ្រូបាន4សង់ទីម៉ែត្រចាតោះអញ្ចឹងយើងដាក់ឈ្មោះចា QR ស្មើនឹង4សង់ទីម៉ែត្រចាបន្ទាប់មកយើងដាក់Rabatter ចា Rabatter យើងមានអាទូចកូនសង់នៅលើសភៅហើយអ្នកគ្រូធ្វើប្រើធម្មតាអ្នកគ្រូសង់នៅលើក្តារខៀនចាអញ្ចឹងកូនដាក់ចិត្តរបស់ Rabatter ហ្នឹងចាឲ្យស្មើនឹង100ចា100ដឺក្រេឃើញទេកូនចានេះយើងដើម100ដឺក្រេចានេះអ្នកគ្រូដើមនេះគឺ100ដឺក្រេចាខាងនេះបន្ទាប់មកយើងធ្វើការវាស់គេកូនចាជ្រុង PQ ចាស្មើនឹង6សង់ទីម៉ែត្រនេះអញ្ចឹងគឺដាក់ PQ ស្មើនឹង6សង់ទីម៉ែត្រទៅមើលមើលចានេះគឺ2 4 5 6ចា6សង់ទីម៉ែត្រហើយយើងពុះភ្ជាប់វាមកចា6សង់ទីម៉ែត្រហើយអានេះយើងចាពុះភ្ជាប់វាមកចាអញ្ចឹងយើងបានមុំ PQR ចា PQR ចាស្មើនឹងប៉ុន្មាន100ដឺក្រេចាគឺ PQR មុំអត់សន្ទុះត្រីកោណ PQR ស្មើនឹង100ដឺក្រេចាអញ្ចឹងថ្ងៃនេះដែរមេរៀនអ្នកគ្រូមានតែប៉ុណ្ណឹងអ្នកគ្រូសង្ឃឹមថាបងប្អូនគ្នានឹងចេះសងត្រីកោណផ្សេងទៀតក្រៅពីត្រីកោណដែលអ្នកគ្រូបានបង្ហាញបងប្អូនទាំងអស់គ្នាផងដែរអរគុណច្រើនសូមប្រទានពរ